លទ្ធផលពិបាកប៉ាន់ស្មានណាស់ធ្វើកិច្ចការធំត្រូវតែចាត់ដឹងរែកជ្រៅទ្រាំមួយយាមមេប្រែជាស្រឡះធ្វើការជើឆាវពេកមានតែទទួលលទ្ធផលអាក្រក់តែប៉ុណ្ណោះចេញផ្សេងឡើងអ៊ីសុំទោសខ្ញុំមិនអាចធ្វើជាត្រូវមេប៉ាទេកោះតែលោកនិយាយពីរស់ស្ដាប់អ្វីក៏គិតដល់ខ្ញុំដែរឯលើបែរជាក្បត់ពាក្យសន្យាសុំទោសនាងត្រង់សិនទៅខ្ញុំហ៊ានទៅនេះខ្ញុំប្រញាប់សម្រេចភារកិច្ចត្រឡប់ទៅទទួលនាងមិនទេលោកមិនអាចការពារខ្ញុំនៅក្នុងចិត្តលើខ្ញុំមិនអាចប្រៀបនឹងផនការរបស់លោកផងអ៊ីខ្ញុំប្រគល់នាងពួកលោកប៉ុន្តែពួកលោកត្រូវការពារសុវត្ថិភាពនេះបើមិនចឹងទេពួកលោកទទួលខុសត្រូវបើយិនលោកទុកចិត្តចុះខ្ញុំនឹងបញ្ជូនដល់នាងលីទៅប៉ះសម្ពត់ដោយសុខសាន្តហើយប្រកល់ជូនលើមេប៉ះសូមមេប៉ះយិនត្រឡប់ទៅក្រុងរត់ដៅហើយស៊ើបឲ្យបានដល់ការពិតដើម្បីចាំមេប៉ះសម្ពត់មកសម្រេចភារកិច្ចវាយយកក្រុងរត់ដៅណែមកលឿនឡើងខាងណាទៀតទៅឈរទៅស្អីហ្នឹងមកទៅចុះអីទៅចុះទៅណ៎ខាងណាមកទៀតទៅឈរស្អីហ្នឹងជប់សិនលិខិតធ្វើដំណើរចូលក្រុងលុតដាំងត្រូវការលិខិតធ្វើដំណើរឥឡូវម្ចាស់ក្រុងហ្នឹងចេញបញ្ជាឲ្យបើគ្មានលិខិតធ្វើដំណើរទេមិនអាចចូលទៅក្រុងបានទេបើនៅតែមកស្ដាប់ទៀតសម្រុកចូលមកខ្ញុំចាប់លោកបានបើចង់ចាប់ក៏ចាប់ខ្ញុំចង់ដឹងថាអ្នកដែលសយនឹងពីអ្នកណាមកចាប់ខ្លួនគេជប់សិនសៀវយ៉ាងចង់ជួបម្ចាស់ក្រុងត្រូវហើយឥឡូវលោកម្ចាស់កំពុងតែហាត់គុណលោកស្រីទទួលជំនួសគាត់សិនទៅខ្ញុំគ្មានអារម្មណ៍ជួបគេទេបណ្ដឹងគេទៅវិញទៅបើគេសម្រុកចូលមកត្រូវតែសម្លាប់គេចោលយ៉ាងម៉េចមិនយល់ពីសម្ដីខ្ញុំទេខ្ញុំមិនហ៊ានទេខ្ញុំនឹងទៅធ្វើភ្លាមសុំទោសណាំលោកស្រីម្ចាស់ក្រុងណាផ្ដាំថាមិនឲ្យលោកចូលទៅទេហាប្តីប្រាស់ពេកហើយខ្ញុំជាមិត្តភក្តិម្ចាស់ក្រុងហេតុអីក៏មកខ្ញុំចូលយល់ឡំផ្ដល់មូលហេតុមកគ្មានមូលហេតុទេលោកស្រីមិនអនុញ្ញាតខ្ញុំមានតែធ្វើតាមច្បាប់បានខ្ញុំនឹងសម្រុកចូលទៅចាំមើលអ្នកណាអាចខកខ្ញុំបានអេបងសៀយ៉ាងបេសកជននេះធ្វើតាមបញ្ជាគេទេយើងត្រឡប់ទៅផ្ទះសំណាក់វិញចាំគិតទីប៉ុន្តែកុំប៉ុន្តែអីតែយើងមិនអាចទេចាំងហ្វុនមិនអាចធ្វើជួបបងទេរឿងនេះប្រកាសជាមានគេបង្កបញ្ហាប្រកាសជាគឺលោកស្រីម្ចាស់ក្រុងនោះហើយបាននិយាយអញ្ចឹងលោកស្រីម្ចាស់ក្រុងនោះប្រកាសជាមិនមែនអ៊ីហើយអាចជាប៉ៅអ៊ីប៉ុន្តែហេតុអីក៏ចាំងហ្វុនឲ្យអ៊ីធ្វើជាលោកស្រីម្ចាស់ក្រុងតែឬក៏គីទាំងពីរអ្នករៀបការនឹងគ្នាហើយអាយ៉ាមិនអាចទេបងចាំងហ្វុនស្មោះនឹងបងអ៊ីណាគាត់មិនអាចក្បត់នឹងបងអ៊ីទេរឿងនេះប្រកាសជាមានបញ្ហាមិនបានទេបងត្រូវទៅជួបឆាំងហ្វុងសួរគេឲ្យបានដឹងច្បាស់តែឥឡូវយើងមិនអាចចូលក្រុងលុតដាវផងមិននឹងអាចជួបគេទេអូបងមានជឿបាញ់មកជួបអីចូលក្រុងលុតដាវទាំងយំហើយអះលើវិជាគុណបងហើយបងស្គាល់ផ្លូវកម្លាំងទាំងនោះគេរកបងមិនឃើញទេបាញ់ចឹងខ្ញុំទៅដែរមិនបានទេអូនមិនចេះវិជាគុណផងបើសិនជាគេឃើញបងត្រូវការពីអូនទៀតហើយមកទៅបងគ្មានពេលមកការពារអូនទៅបានជាមិននាំអូនទៅអូសញ្ញាំឥឡូវចេះទៅចុះណាំអូនទៅផ្ទះសំណាក់ចាំបងបោះថ្ងៃស្អែកបងមកវិញទីមអូនទៅក្រុងផាន់ឡុងហើយទៅរកលោកគ្រូបងឲ្យជួយទៅបានទីមអញ្ចឹងក៏បានបងសេយ៉ាបងត្រូវតែប្រយ័ត្នផងណាសៀវយ៉ាវលោកពុតជាប្រឡំខ្លួនចូលមកក្រុងរត់ដាវទាំងយប់មែនអម
ពេលស្រាជនទាំង4ខ្ញុំចង់ល្បាតដល់ពួកលោកទីមខ្ញុំគ្រាន់តែចង់ជួបលោកម្ចាស់ក្រុងប៉ុណ្ណោះពួកខ្ញុំគ្រាន់តែធ្វើតាមបញ្ជាមិនអាចស្ដាប់លោកបានទេសៀវយ៉ាងយកល្អបកគលខ្លួនឲ្យខ្ញុំចាប់ទៅកុំឲ្យពួកខ្ញុំប្រយុទ្ធណាមិនបានទេខ្ញុំត្រូវតែជួបឆាំងហ្វឹងឲ្យបានដូច្នេះពួកលោកត្រូវតែទៅរាយការណ៍បើសិនជាប្រយុទ្ធគ្នាមែនពួកលោកមិនអាចយកឈ្នះខ្ញុំបានទេមើលទៅយើងតតែប្រយុទ្ធគ្នាហើយជាយ៉ាងលោកពិតជាប្រឡំខ្លួនចូលមកក្រុងរត់ដើរទាំងយប់មែនអត់ពេលស្រាជនទាំង4ខ្ញុំចង់ល្បាតដល់ពួកលោកទីខ្ញុំគ្រាន់តែចង់ជួបលោកម្ចាស់ក្រុងប៉ុណ្ណោះពួកខ្ញុំគ្រាន់តែធ្វើតាមបញ្ជាមិនអាចស្ដាប់លោកបានទេសៀវយ៉ាងយកល្អបកគលខ្លួនឲ្យខ្ញុំចាប់ទៅកុំឲ្យពួកខ្ញុំប្រយុទ្ធណាមិនបានទេខ្ញុំត្រូវតែជួបឆាំងហ្វឹងឲ្យបានដូច្នេះពួកលោកត្រូវតែទៅរាយការណ៍បើសិនជាប្រយុទ្ធគ្នាមែនពួកលោកមិនអាចយកឈ្នះខ្ញុំបានទេមើលទៅយើងតតែប្រយុទ្ធគ្នាហើយឈប់សិនពួកឯងហ៊ានប្រហែលដាក់មិត្តល្អម្ចាស់ក្រុងផងអីនេះជាទោសល្មើសអ្នកធំដឹងទេតាមការពិននាងគឺជាលោកស្រីម្ចាស់ក្រុងដែលពួកគេនិយាយនោះនេះជាពាក្យដែលពួកគេគោរពខ្ញុំប៉ុណ្ណឹងលោកក៏ដឹងដែរលោកស្រីម្ចាស់ក្រុងគាត់តែអីចុះមុននាងមិនក៏នាងមកឲ្យខ្ញុំនឹងអ៊ូស៊ីងចូលក្រុងនិយាយបែបនេះហ៎ប្រហែលជាយល់ច្រឡំហើយប្រហែលជាពួកគេខ្លាចលោករំខានឆាំងហ្វឹងហាត់កុនបានជាបណ្ដាញលោកចេញបានអញ្ចឹងនាងនាំខ្ញុំទៅជួបឆាំងហ្វឹងទៅបានគេជួបលោកប្រកាសជាសប្បាយចិត្តហើយចប់សិនដំណាក់ហាត់គុណគឺជាកន្លែងលោកម្ចាស់ហាត់គុណអ្នកក្រៅមិនអាចយកអាវុធចូលទៅទេសំអាងទៅលើតំណែងតំណងខ្ញុំនិងម្ចាស់ក្រុងអញត្រូវតែគ្រប់វិន័យនេះចំពោះពួកខ្ញុំក្រៅពីម្ចាស់ក្រុងគឺជាអ្នកក្រៅទាំងអស់បេសកជននេះនិយាយអកុសលបន្តិចពួកគេធ្វើតាមបញ្ជាទេខ្ញុំក៏មិនអាចបញ្ជាបានដែរឥឡូវចេញចុះលោកឲ្យខ្សែតៃមកខ្ញុំបន្ទាប់មកយើងទៅរកឆាំងហ្វឹងជាមួយគ្នាអញ្ចឹងទុកថាជាមជួបឲ្យត្រឹមត្រូវយ៉ាងម៉េចដែរតែយើងពួកចង់ធ្វើស្អីមិនធ្វើអញ្ចឹងខ្ញុំមិន